សួស្តីបងប្អូនទាំងអស់គ្នាធ្លាប់តែញ៉ាំបុកល្ហុងបែបទីក្រុងបែបអ្នកភ្នំពេញឬក៏តាមជនបទមួយចឹងណាឆ្ងាញ់ខ្លាំងមែនតើថ្ងៃនេះម៉ាក់វីមកចង់ចែករំលែកពីរបៀបបុកល្ហុងដិបអំពិលបែបអ្នកស្រែចម្ការឲ្យបងប្អូនមើលពីរបៀបធ្វើចង់ដឹងថាបុកល្ហុងបែបអ្នកស្រែចម្ការបុកល្ហុងក្តឹបអំពិលរបៀបធ្វើវាបែបណារបស់ម៉ាក់វីបងប្អូនកុំភ្លេចតាមដានវីដេអូនេះឲ្យចប់ទាំងអស់គ្នាណាដើម្បីទទួលបានវិធីធ្វើម្ហូបថ្មីប្លែកពីនាងខ្ញុំបន្តទៀតចាសូមធានាថាបុកល្ហុងក្តឹបអំពិលមួយមុខនេះបើមិនឆ្ងាញ់ទេឲ្យជេរម៉ាក់វីបានមិនធ្វើតែឆ្ងាញ់ទេនិយាយពីថារសជាតិវាជាតិម៉ែជាតិជាតិអីបន្ទាប់ជាមួយនឹងកោះមាន់អាំងទៀតបងប្អូនណានិយាយពីថាខ្ញុំបញ្ចូលសលេងគឺនឹកឃើញឃ្លានភាសាទៀតទេនេះបងប្អូនមកកុំឲ្យខាតពេលយូរមុននឹងតាមដានវីដេអូកុំភ្លេចជួយ like share follow page ម៉ាក់វីម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីពីនេះខ្ញុំបន្ថែមទៀតណាបងប្អូនខ្ញុំចាប់ផ្ដើមមកបេះល្ហុងនៅខាងក្រោយខ្ទមនៅចំការបងប្អូនឃើញថាល្ហុងនេះគឺថាផ្លែល្អខ្លាំងមែនតើពូជល្ហុងលែអ្នកទាំងអស់គ្នាល្អណាស់ហើយពេលយើងបុកទៅវាធ្វើឲ្យល្ហុងនោះស្រួយស្រាប់បងប្អូនអីបេះពីដើមភ្លាមយកមកបុកភ្លាមអញ្ចឹងអត់ដូចរសជាតិទិញនៅភ្នំពេញទេបងប្អូនហើយមិនដឹងថាគេបេះយកទៅប្រហែលថ្ងៃទេបានមកដល់ដៃយើងចាពេលដែលនាងខ្ញុំមកដល់ស្រុកស្រែចំការហ្នឹងគឺថាបានបន្លែធម្មជាតិចេះនិយាយពីថាខ្វាកធ្វើវីដេអូដើម្បីបង្ហាញជូនអ្នកទាំងអស់គ្នាមើលណាចាពេលដែលបេះល្ហុងរួចរាល់ហើយយើងចាប់ផ្ដើមចិត្តល្ហុងរួចរាល់ហើយយើងក៏ចាប់ផ្ដើមសាប់ល្ហុងនឹងឲ្យទូចល្អិតអញ្ចឹងណាបងប្អូនកុំឈូសបុកល្ហុងក្តឹបអំពិលមួយមុខនឹងយើងហាមដាច់កាត់គឺកុំឈូសល្ហុងហ្មងយើងត្រូវសាប់វាល្អិតទូចហើយពេលដែលហាន់ចិត្តល្ហុងនឹងយើងកុំចិត្តវាស្ដើងពេកយើងចិត្តវាក្រាស់ល្មមអញ្ចឹងណាបងប្អូនមើលទៅរបៀបចេញមករបៀបបែបធម្មជាតិទៅវាឆ្ងាញ់បងប្អូនយើងមើលទៅរបៀបបែបធម្មជាតិចេះទៀតទៅបងប្អូនរួមសំទាំងទេសភាពស្ងាត់បែបអ្នកស្រុកចំការទៀតបងប្អូនហើយនិយាយពីថាខ្ជិលសម័យពីរសជាតិវាចាយើងក៏ចាប់ផ្ដើមដាក់អាំងជាមួយនឹងកោះមាន់ដាក់ភ្លើងតិចបានហើយកុំដាក់ភ្លើងក្តៅពេកខ្លាំងពេកបងប្អូនចាសំទោសដាក់ភ្លើងខ្លាំងពេកវាធ្វើឲ្យកោះមាន់នឹងឆាប់ខ្លោចបាត់បង់រសជាតិដែរព្រោះអីកោះមាន់មុននឹងនេះខ្ញុំយកមកប្រឡាក់ជាតិនឹងគឺនាងខ្ញុំបានសោះកោះមាន់នឹងម្សៅនឹងឆ្អិនម្សៅដែរហើយដើម្បីកុំឲ្យវាឆ្អាបកោះមាន់បើសិនជាយើងយកមកប្រឡាក់វាទាំងឆៅហ្មងវាធ្វើឲ្យពេលដែលយើងអាំងទៅវាឆ្អាបចាឃើញថាកោះមាន់យើងអាំងឆ្អិនរួចជាការស្រេចតំណងខ្លាំងមែនទែនបងប្អូនចំពោះគ្រឿងផ្សំបុកល្ហុងក្តឹបអំពិលបែបអ្នកចំការមានក្តឹបអំពិលម្ទេសខ្ទឹមសប្រហុកចិញ្ច្រាំជីនាងវងរួមផ្សំទាំងល្ហុងដែលយើងបានសាប់ចិត្តបាញ់មិញហ្នឹងចាហើយនឹងកោះមាន់អាំងហ្នឹងយើងចាប់ផ្ដើមបុកជាមួយអំពិលមុនគេចាអំពិលខ្ចីយើងវេះយកទៅគ្រាប់ចិនហ្នឹងយើងបុកវាមុនគេឲ្យម៉ត់បន្តិចទៅចាមានអីច្រើនទេគ្រឿងបុកល្ហុងដិបអំពិលបែបអ្នកចំការបងប្អូនគឺថាគ្រឿងផ្សំវាក៏មានតិចហើយវិធីធ្វើក៏ងាយហើយតែចំពោះរសជាតិវិញបងប្អូនហើយឲ្យអួយហ្មងរសជាតិវិញអត់ចាញ់បុកល្ហុងអ្នកទីក្រុងប្រមាណទេធានាហ្មងហើយជាពិសេសយើងអត់ដាក់គ្រឿងច្រើនអញ្ចឹងញ៉ាំទៅអត់ចេះតែលាន់ទេបងប្អូនណាញ៉ាំកាន់តែច្រើនកាន់តែឆ្ងាញ់កាន់តែជក់មាត់តែនិយាយមិនដឹងថាបុកដល់ណាដល់ណីហើយនេះបងប្អូនចាយើងដាក់គ្រឿងអំពិលក្តឹបអំពិលបុកម្ទេសបុកអីចូលគ្នាហើយជាមួយខ្ទឹមសហើយយើងបន្ថែមជាមួយនឹងប្រហុកដែលចិញ្ច្រាំរួចហើយម្សៅទៀតយើងបុកចូលទៅចាយើងបន្ថែមជាមួយប៊ីចេងបន្តិចស្ករបន្តិចទៅណាបងប្អូនគ្រឿងទេបងប្អូនដាក់មកល្មមទៅបងប្អូនជួយចិត្តរសជាតិប៉ុណ្ណាយើងដាក់ប៉ុណ្្នឹងទៅហើយយើងកុំភ្លេចលួចជាមួយនឹងទឹកត្រីបន្តិចផងណាបងប្អូនដើម្បីឲ្យវាចាប់ជាតិគ្នាចាយើងក៏ចាប់ផ្ដើមដាក់ល្ហុងចូលយើងក៏កញ្ញុំវាទៅណាកុំបុកវាខ្លាំងពេកបងប្អូនខ្លាចវាទុល្ហុងក៏អត់ឆ្ងាញ់ដែរយើងគ្រាន់តែកញ្ញុំឲ្យវាចូលជាតិបន្តិចទៅថាតំណងខ្លាំងមែនតើបងប្អូនណាបើពេញចិត្តនឹងវីដេអូនេះកុំភ្លេច share នឹងវីដេអូមុខម្ហូបមួយនេះគឺជាមុខម្ហូបបុកល្ហុងបែបខ្មែរចំតែម្ដងណាបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចកុំលុបបំបាត់ជាមួយនឹងបុកល្ហុងបែបខ្មែររបស់យើងថារសជាតិវិញអត់ចាញ់បុកល្ហុងបែបថៃណាបងប្អូនហើយបើនិយាយពីរសជាតិវិញញ៉ាំមិនចេះធន់ញ៉ាំមិនចេះតែលាន់ហើយបើថាគ្រឿងផ្សំវាក៏មានតែតិចទៀតល្ហុងក្តឹបអំពិលគឺជាដើមកំណើតបុកល្ហុងខ្មែរចំតែម្ដងបងប្អូនឆ្ងាញ់ខ្លាំងណាស់ខ្ញុំសូមធានាចឹងហ្មងហើយពេលដែលយើងញ៉ាំទៅថាជក់ចិត្តដិតអារម្មណ៍ហ្មងចឹងបងប្អូនណាភ្លេចបុកល្ហុងក្តឹបអំពិលបែបខ្មែររបស់ពួកយើងសុទ្ធសាធតែម្ដងណាមកភ្លក់បុកល្ហុងក្តឹបអំពិលបែបខ្មែរបុរាណយើងមួយនឹងម៉ាក់វីទាំងអស់គ្នាណាបងប្អូនបីតែនាងខ្ញុំបញ្ចូលសលេងក៏ឃ្លានដងទៀតដែរនេះអួយតំណងបងប្អូនហើយអួយបន្ថែមជាមួយម្ទេសទៀតបើឃើញហៀទឹកមាត់អ្នកទាំងអស់គ្នាមកភ្លក់ជាមួយនឹងខ្ញុំអស់គ្នាណាបុកល្ហុងក្តឹបអំពិលបែបស្រុកសេស្រុកចកាហៀទឹកមាត់
បងប្អូនបើពេញចិត្តនឹងវីដេអូនេះកុំភ្លេចជួយ like ជួយ share follow page ម៉ាក់វីអ្នកមួយផងណាដើម្បីទទួលបានវីដេអូមុខម្ហូបថ្មីៗពីនាងខ្ញុំបន្តទៀតជាពិសេសបើបងប្អូនពេញចិត្តហើយកុំភ្លេចជួយ share វីដេអូបុកល្ហុងក្តឹបអំពិលបែបខ្មែរបុរាណយើងនោះថ្ងៃក្រោយពេលចង់ញ៉ាំបងប្អូនកុំឲ្យភ្លេចពីវិធីធ្វើផងចាបុកល្ហុងក្តឹបអំពិលមួយមុខនេះវិធីធ្វើងាយៗគ្រឿងផ្សំវាក៏ងាយៗដែរតែបើរសជាតិវិញវាហ៊ាននិយាយថារសជាតិវាមិនងាយបំភ្លេចបានទេបងប្អូនញ៉ាំមិនចេះឆ្អែតញ៉ាំមិនចេះតលាន់ជាពិសេសដែលយើងញ៉ាំផ្ទាប់ជាមួយនឹងក្តឹបម្ទេសហើយនោះមាន់អាំងនឹងទៀតម៉ែអាជាតិអាជាតិឲ្យបងប្អូនរសជាតិវាឲ្យអួយហ្មង អួយឆ្ងាញ់ណាស់ហល់តែហឹលឆ្ងាញ់ ម៉ាក់វីជឿថាបងប្អូនពេលដែលបានឃើញមាត់ម៉ាក់វីញ៉ាំពេលយប់នឹងតែលេបទឹកមាត់ឃ្លានតាមម៉ាក់វីហ្មងអញ្ចឹងបងប្អូនកុំភ្លេច share វីដេអូនេះដើម្បីស្អែកឡើងធ្វើបុកល្ហុងក្តឹបអំពិលបែបអ្នកស្រែអ្នកចំការរបស់ម៉ាក់វីញ៉ាំជួបជុំគ្រួសារទាំងអស់គ្នាណា ញ៉ាំតាមអញ្ចឹងញ៉ាំទៅបុកល្ហុងធម្មតាទៀតហើយជាបុកល្ហុងបែបថៃហើយជាបុកល្ហុងបែបភ្នំពេញបុកល្ហុងបែបអ្នកចំការបងប្អូនណាហាំងងចេះ